วลมันใส่ดำมัน เป็นยังเรียงกาวไงใส่ดำจริง อยู่ตัววิอะไรเนี่ยพอสิดำเยอะวิทู นี่ดาวตั้งปีกายบุญนี่นะดาวหัตรานั่นมันทำ จ้า บางปอนได้ធ្វើការជាប្រចាំរាល់ថ្ងៃចាកុំភ្លេចលំហាត់ប្រាកុំភ្លេចរបបអាហារសុខភាពបងប្អូនចាអ្នកមីងគាត់ថាគាត់សម្រក់គីឡូបានជាង10គីឡូហើយប៉ុន្តែឥឡូវនេះគាត់មានអាការៈរៀងកាំងគីឡូហើយទៅទុកជង្គង់តិចតួចអញ្ចឹងគាត់លើកទឹកចិត្តបងប្អូនដែលមានអាការៈដូចគាត់ហ្នឹងព្យាយាមរកដំណោះស្រាយចាការសម្រួលសៃគឺអាចជួយបានមួយផ្នែកច្រើនមែនទែនបន្ទាប់ពីលំហាត់ប្រាណាបងប្អូនពេលដែលបងប្អូនដែលកំពុងមានអាការៈតឹងសាច់ដុំតឹងសរសៃបើសិនជាបងប្អូនព្យាយាមតែលំហាត់ប្រាមួយមុខអត់មានការសម្រួលសរសៃសម្រួលសាច់ដុំទេការហាត់លើកទី1សប្តាហ៍ទី1ឬសប្តាហ៍ទី2គឺមានអាការៈឈឺខ្លាំងតែពេលខ្លះធ្វើឲ្យបងប្អូនអត់ចង់ហាត់ទេនេះជាដំណោះស្រាយមួយបែបទៀតដែលអាចជួយខ្លួនយើងអាចជាប្រចាំនៅផ្ទះរាល់ថ្ងៃចាគ្រាន់តែឈរនៅលើក្តារកោងហ្នឹងរយៈពេល5ទៅ10នាទីត្រៀមរាល់ថ្ងៃមួយថ្ងៃអាច2ដងអីបងប្អូននឹងឃើញស្ថានភាពប្លែកមិនថាសរសៃ MCL ឬក៏ LCL ឬក៏សរសៃ sciatic ទេគឺអាចជួយបងប្អូនបានទាំងអស់ហើយរាល់ដំណោះស្រាយការសម្រួលសរសៃគឺយើងព្យាយាមធ្វើសម្រាប់សម្រាមការធ្វើរបស់យើងគឺផ្ដោតលើការធ្វើដោយដៃតាមបច្ចេកទេសទាំងអស់បងប្អូនអញ្ចឹងបងប្អូនដែលមានអាការៈពិបាកគេងចា stress រយករយស្មាចាអាសាឈឺជង្គង់ដូចអ្នកមីងអីសូមកុំភ្លេចចាមកសម្រួលសរសៃសម្រួលចលណាហើយព្យាយាមធ្វើលំហាត់ប្រាណចានេះបន្ទាប់ពីសម្រួលបានមួយរយៈចាយើងឲ្យអ្នកមីងដើរតេស្តសាកមើលចាគាត់ធ្លាប់តែដើរភ្លេចខ្លួនជើងគាត់រៀងពុតចូលប៉ុន្តែបន្ទាប់ពីសម្រួលហើយគឺយើងនឹងអាចឲ្យគាត់ព្យាយាមផ្លាស់ប្ដូរទម្លាប់ហើយអាសាពិនិត្យមើលតើសរសៃរបស់គាត់នៅទាញបាននឹងទៀតអត់នៅពេលដែលគាត់ផ្លាស់ប្ដូរទម្លាប់គឺប្រកាសណាស់គឺអត់ងាយទាញមកទៀតទេចឹងបានន័យថាពេលដែលគាត់ដើរហ្នឹងគឺគាត់អាចព្យាយាមដើរចិត្តខ្ចង់មួយដើម្បីតម្រង់ជើងគាត់មកវិញតែកាលណាគាត់អត់ព្យាយាមធ្វើទេថ្ងៃក្រោយទៅនឹងអាចជើងគាត់កាន់តែកោងក្តោបចូលទៅក្នុងទៀតតែបងប្អូនមួយចំនួនធំដែលគាត់ព្រួយបារម្ភអារឿងជើងកោងចូលក្នុងដោយសារតែសរសៃ MCL នៅខាងក្នុងហ្នឹងគឺទាញខ្លាំងវាស្អិតខ្លាំងណាចា